ម៉ូតូអូតូនេះមួយតែយើងដូរគ្រឿងខុសហើយគឺពិបាកជិះបងយើងអស់លុយចោលស្ដាយលុយមែនតែនហើយមួយទៀតបើយើងដូរអត់ត្រូវលេខកូដជាមួយនឹងដូរគ្រឿងឡូដែលយើងជិះបានមួយរយៈគឺឆាប់មានបញ្ហាមកវិញយើងត្រូវខាត់ពេលវេលានិងចំណាយលុយដូរពីរដងជាក់ស្ដែងម៉ូតូคลิก150បងផលបងដែលគាត់ជិះពីខេត្តមកធ្វើដល់កន្លែងប្អូននៅភ្នំពេញហ្មងបងម៉ូតូគាត់នឹងគឺមានបញ្ហាស្បែកជាមួយនឹងចានឃ្លីឆាជាក់ស្ដែងវាប្រភេទចានឡូបងវាលងឡត់លងអីអស់ហើយមួយទៀតស្បែកគាត់នឹងគេបិទឲ្យគាត់ណាហើយការបិទស្បែកនេះគេកលឹងឲ្យគាត់អត់ស្មាបងស្បែកនេះគេបិទក្រាស់ស្ដើងទេបងបានឃើញអញ្ចឹងហើយជាមួយនឹងត្រឡោកចាកលឹងត្រឡោកគាត់ខូចអស់ហើយបងគឺកលឹងស្ដើងអស់មែនតែនបើសិនជាម្ចាស់ម៉ូតូគាត់ដូរតែស្បែកស៊ីនហើយគាត់ដូរត្រឡោកគឺជិះអត់បានទេតែតែប្រភេទស្បែកស៊ីនហើយត្រឡោកនេះវាស្ដើងវាកំលៀតពីស្បែកនឹងច្រើនមែនតែនព្រោះអីវាចំហខ្លាំងបងអញ្ចឹងជិះទៅវាមានអីត្រូវចាប់លបឿនស្ទុះឬក៏សួរជិះអីទេមានតែធ្វើឲ្យបាត់លបឿនគាត់ថែមហើយជិះទៅញ័រទៀតបងខឺតខ្លាំងមែនតែនម៉ូតូគាត់អញ្ចឹងបានថាប្រភេទត្រឡោកនេះមួយបើយើងកលឹងបងកលឹងសិនកលាក៏ដោយឬក៏យើងបបោះអាឡូងក៏ដោយយើងមិនតែកលឹងឯងបងយើងកលឹងលើសខ្លាំងចាកលឹងលើខ្លាំងធ្វើឲ្យម៉ូតូបងបាត់លបឿនដែលអត់ដឹងខ្លួនគឺសោយមែនតែនបងអញ្ចឹងបានថាមែនណាខ្ញុំប្រអាប់អីវ៉ាន់ស្បែកបិទអត់ល្អបងជាងខ្លះគាត់បិទស្បែកល្អគាត់មានម៉ាស៊ីនកលឹងគាត់វាស់ច្បាស់លាស់ត្រឹមត្រូវគាត់អត់កលឹងធ្វើឲ្យខូចត្រឡោកភ្ញៀវទាំងស្រង់អញ្ចឹងហ៎បងបិទស្បែកខ្លះយើងមកជិះបានសម្រាប់បងដែលស្ទើរលុយស្ទើរថវិកាបងនៅខេត្តឆ្ងាយពិបាកហៅគ្រឿងសៀនអូខេយើងអាចបិទប្រើបានមួយរយៈអញ្ចឹងបងព្រោះយើងពិបាកហៅគ្រឿងអញ្ចឹងទៅតែបងខ្លះគាត់បិទស្បែកហើយកលឹងកែច្នៃត្រឡោកភ្ញៀវឲ្យស្ដើងខ្លាំងមែនតែនហ្មងហើយបិទស្បែកកលឹងស្បែកគាត់អត់ស្មើស្ដើងក្រាស់ធ្វើឲ្យគាត់ជិះទៅពិបាកជិះទៅខ្សោយគាត់ថាជិះទៅខ្សោយជាងអាកអត់តដូរស្បែកទៀតអញ្ចឹងបងហើយម៉ូតូគាត់ហ្នឹងក៏មានបញ្ហាបែកប្រដាងដែរបន្ទាប់ពីខ្ញុំដូរប្រដាងដូរអីហើយបងឃើញខ្ញុំពវល់កង់គឺស្ងាត់ដូចដើមវិញហើយអត់មានបញ្ហាលន់ឬក្រៅដូចខ្ញុំពវល់ដបងហ្នឹងទេអញ្ចឹងបើសិនជាបងដែលកំពុងតែប្រភេទជិះប្រភេទអូតូបងមិនថាคลิกចា125ចាคลิก Vario អីណាបងคลิก125 150ចាប្រភេទ160ក៏ខ្ញុំមានគ្រឿងបន្លាស់ស៊ីនដែរបងមិនបាច់បារម្ភទេនេះឲ្យបងទៅលើគុណភាពជាមួយនឹងបច្ចេកទេសធ្វើខាងជាងបងណាហើយដូរគ្រឿងគឺធានាឲ្យគ្រឿងស៊ីនសុទ្ធ 100% ចំរបស់ Honda ហ្មងចឹងបើសិនជាបងដែលមានចម្ងល់ឬក៏មានបញ្ហាម៉ូតូផ្សេងចង់សួរអីបងអាចឆាតតាម Telegram ឬក៏អាចឆាតតាម Page បងណាហើយក៏សូមទោសចំពោះការតបឆាតយឺតយ៉ាវរបស់បងសូមបងកុំប្រកាន់អីដែលឆាតតែខាងប្អូនយើងតបខ្លួនឯងមានបុគ្គលិកតបបងណាអញ្ចឹងរៀងយឺតយ៉ាវតិចសូមទោសបងអរគុណច្រើនបងណាចំពោះការចំណាយពេលវេលាតាមដានទស្សនាវីដេអូរបស់ខាងប្អូនតាំងពីដើមរហូតដល់ចប់ណាចាំជួបគ្នានៅវីដេអូក្រោយៗទៀតអរគុណបង